បាទជម្រាបសួរពុកម៉ែបងប្អូនមកធ្វើម្ហូបជុំខ្ញុំបាទថ្ងៃនេះពិសេសទៀតហើយពិសេសជាងថ្ងៃមុនបានស្ដីគេនេះបង្កងបងប្អូនឃើញបង្កងធំណាស់ពងពេញពោះបងប្អូនណាមានតែពងតែពេញលេងហើយបង្កងយកមកតុងញ៉ាំខ្ញុំបាទចាប់ផ្ដើមធ្វើបង្កងដើម្បីបានតុងញ៉ាំណាហើយក៏យើងបកទៅក៏ស្ដាយពងវានឹងដោយពងវាណាបងប្អូនណាក៏យើងកាត់តែក្បាលជើងដៃវាបានហើយដើម្បីតុងញ៉ាំបងតុងញ៉ាំពងច្រើនណាស់បងប្អូនណាបង្កងគេនេះគឺនេះឯងណាបងប្អូន content ណាបងប្អូន content ធ្វើម្ហូបចេះចំណេញបងប្អូនចំណេញទាំងពេលវេលាចំណេញទាំងវីដេអូដើម្បីចែកជូនពុកម៉ែបងប្អូនហើយយើងក៏អាចជួយកិច្ចការងារផ្ទះមេផ្ទះបាន40%ដែរបងប្អូនណា50%ដែរធ្វើម្ហូបណាបងប្អូនណាយើងចំណេញទាំងវីដេអូបានទាំងម្ហូបណាបងប្អូនណាធ្វើម្ហូបនេះគឺcontent ធ្វើម្ហូបគឺចំណេញច្រើនបងប្អូនណាចំណេញច្រើនយើងជួយកិច្ចការងារផ្ទះខ្លះក៏ធ្វើម្ហូបទៅក៏បានវីដេអូចប់ក៏ម្ហូបក៏ឆ្អិនក៏យើងបានហូបណាបងប្អូនណាជួយមេបាននៅផ្ទះខ្លះមេបានក៏ធូរស្បើយដែលយើងធ្វើ content ប្រចាំថ្ងៃទៅក៏បានជួយកិច្ចការងារផ្ទះខ្លះបងប្អូនដំខ្ទឹមដំលេងដំកលក្រៃទៅមូដាក់ប្រងដល់បាច់ហាន់ទេបងប្អូនហើយយើងបានហូបលឹកឡើយក្រៃទេហូបទៅសាច់ទេបងប្អូនក្រៃយើងខ្ជិលដួសយើងដំក៏ដាក់ប្រងដូចយើងស្ងោស្លប្រហើយដាក់ហាន់លក្រូចណាបងប្អូនណានេះផ្លែក្រូចឆ្មាយើងហាន់រួចហើយបងប្អូនណាដើម្បីតទៅទៀតក៏យើងហាន់ម្ទេសក្រូចឆ្មាយើង3ផ្លែណាបងប្អូនតទៅក៏យើងដាក់ម្ទេសហាន់ម្ទេសបងប្អូនណាតុងញ៉ាំងាយបងប្អូនណាងាយស្រួលសម្រាប់បងអកចង់ធ្វើ content ធ្វើម្ហូបរៀនទៅរៀនតាម YouTube ទៅណាបើកមើលទៅយកសេតាមគេទៅកត់មួយទៅវាធ្វើតាមគេទៅបងប្រុងក៏បានវីដេអូចែកជូនពុកម៉ែបងប្អូនក៏យើងធ្វើក៏បានហូបទៀតចំណេញពីតបងប្អូនអើយធ្វើចេះក៏ចំណេញគិតទៅរក content អើយមានតែ content ទៅមកហូបនោះវាចំណេញបងប្អូនណាចំណេញពីតក៏យើងបានធ្វើម្ហូបឆ្អិនក៏បានហូបផងបានហូបរួចក៏បង្ហោះវីដេអូទៅកាត់តទៅចម្រាញ់វាស្អាតទៅដើម្បី original បងប្អូនយើងមើលច្រើនសប្តាហ៍ថ្ងៃចូលចិត្តមើលយ៉ាងចេះនេះឯងណាបងប្អូនណាយើងបង្កងយើងក៏ធ្វើរួចលាងរួចស្អាតដើម្បីផាសុខភាពក៏យើងលាងឲ្យស្អាតក៏យើងបង្កងរួចទឹកពុះក៏យើងផ្សិតយើងក៏លាងស្អាតទិញមកពីផ្សារដែររបស់ផ្សារហើយបោះស្រែនៅផ្សារអស់ហើយបងប្អូនណាយើងដាក់បង្កងដាក់ផ្សិតយើងមកពីផ្សារទាំងអស់ឯងក៏យើងរੂដេញផ្សិតចំបើងបានគឺយើងដាក់ផ្សិតស្ដីគេនេះផ្សិតឈើហ្នឹងបងប្អូនយើងដាក់ម្ទេសយើងហាន់រួចហើយក៏ដាក់ម្ទេសចូលដើម្បីកាត់ចំអាបណាបងប្អូនណាបើយើងមានការហមដេងខ្ទឹមក្រហមក៏ដាក់ខ្ទឹមក្រហមទៅបើយើងមិនមានក៏មិនដាក់ក៏បានតាមចំណង់ចំណូលចិត្តបងប្អូននេះដាក់ក្រូចឆ្មាគេយើងដាក់ភ្លក់ទៅក្រែងនៅវាជូរខ្លាំងបងប្អូនណាចំនួន2ផ្លែលោមើលទៅរួចក៏យើងក៏ផ្សំគ្រឿងតាមដំណើររឿងមានអីលឹកមានតែគ្រឿងក្លឹកត្រីលឹកក្រូចលេងក្រូចឆ្មាតុងញ៉ាំមានតែប៉ុណ្ណេះឯងហើយក៏ទឹកត្រីដាក់ទៅម្ទេសមានម្ទេសក្តោបមៀវក៏ម្សៅស៊ុបដាក់ម្សៅស៊ុបនេះម្សៅស៊ុបទឹកត្រីពងគ្រឿងបងប្អូនជាឆ្អិនហើយចាំតិចទៀតឆ្អិនហើយបងប្អូនហូបទាំងគ្នាអានេះជាណាបងប្អូនបងជាណាប្រងទៅក៏បានរួចរាល់